ព្រះសមណគោតមមហាសាស្ត្រាចារ្យនៃមនុស្សនិងទេវតាដោយលោកឆឹងផាន់សុផុនជំពូកទី1ព្រះពោធិសត្វចាប់បដិសន្ធិប្រមាណជា80ឆ្នាំមុនពុទ្ធសករាជឬ623ឆ្នាំមុនគ្រិស្តសករាជមានព្រះពុទ្ធមួយព្រះអង្គបានប្រសូតឡើងនៅក្នុងលោកកាលនៅក្រហមមានព្រះនាមថាសិទ្ធត្ថគោតមសិទ្ធត្ថជានាមខ្លួននិងគោតមជានាមត្រកូលរបស់ព្រះអង្គក្រោយមកក៏បានប្រែជាព្រះពុទ្ធមួយព្រះអង្គដែលមានមនុស្សយ៉ាងតិចក៏8កោដនាក់នៅក្នុងពិភពលោកគោរពបូជានិងចាត់ទុកព្រះអង្គថាជាព្រះមហាសាស្ត្រាចារ្យដ៏កំពូលព្រះអង្គបានកើតនៅក្នុងត្រកូលស្ដេចដែលមានព្រះវរបិតាព្រះនាមសុទ្ធោទនៈនិងព្រះមាតាព្រះនាមសិរិមហាមាយាឬមហាមាយាទេវីនៅក្នុងសាក្យត្រកូលនាទីក្រុងកបិលពស្តុដែលសពថ្ងៃនេះស្ថិតនៅក្នុងតំបន់មួយជាប់ប្រទេសនេប៉ាល់ភូមិភាគខាងជើងនៃប្រទេសឥណ្ឌានៅថ្ងៃប្រហ័ស15កើតពេញបូរមីខែអាសាឍឆ្នាំរកាមុនពុទ្ធសករាជ80ឆ្នាំនិង10ខែជាថ្ងៃដែលព្រះអង្គមកចាប់បដិសន្ធិក្នុងផ្ទៃព្រះមាតារយៈ7ថ្ងៃមុនថ្ងៃពេញបូរមីនេះមានមហាជនជាច្រើននៅក្នុងទីក្រុងកបិលពស្តុនាំគ្នាលេងមហោស្រពយ៉ាងសប្បាយរីករាយព្រះនាងសិរិមហាមាយាទ្រង់ព្រះកាយដោយគ្រឿងក្រអូបនិងលាបសុគន្ធវិលេបណៈហើយក្រសាលអស់កាលទាំង7ថ្ងៃនៅថ្ងៃពេញបូរមីវេលាព្រឹកព្រះនាងទេវីបានធ្វើបរិច្ចាគទានជាទ្រព្យអស់ចំនួន4សែនកហបណៈដល់ប្រជាពលរដ្ឋលុះដល់ពេលរាត្រីព្រះនាងសមាទានឧបោសថសិលរួចហើយក៏ឡើងទៅផ្ទុំនៅលើសិរីសយនានៅក្នុងព្រះទែនបន្ទុំអស់រយៈ20ឆ្នាំកន្លងមកហើយដែលព្រះមហាក្សត្រនិងព្រះអគ្គមហេសីពុំដែលមានរាជបុត្រមួយសោះទើបតែក្នុងទិវាននេះព្រះនាងបានសុបិននិមិត្តឃើញថាមានចតុមមហារាជ4អង្គមកលើកត្រកងព្រះនាងទាំងសិរីសយនានាំទៅកាន់ព្រៃហេមពៀនរួចក៏តម្កល់ទុកនៅលើផ្ទាំងមនោសីលាដ៏ធំក្រោមដើមរាំងភ្នំធំមួយពេលនោះទេពធីតាទាំងឡាយរបស់ចតុមមហារាជទាំង4ក៏បានអញ្ជើញព្រះនាងទេវីទៅស្រង់ទឹកនៅក្នុងស្រះអនោតៈដើម្បីជំរះព្រះកាយថ្វាយព្រះនាងនិងបានលាបនៅគ្រឿងសុគន្ធវិលេបណៈទៀតផងនៅជិតស្រះនោះមានភ្នំមួយដែលមានប្រាសាទមាសសង់នៅលើកំពូលទេពធីតាទាំងឡាយបានយាងព្រះនាងទៅផ្ទុំនៅក្នុងប្រាសាទមាសនោះដោយយកព្រះសិរៈទៅទិសខាងកើតមានភ្នំមាសមួយទៀតនៅជិតនោះដែរដែលមានដំរីសស្រស់ឆើតឆាយមួយមានភ្លុក6សម្បុរសក្បោះដូចជាភ្នំព្រិលមានប្រម៉ោយកាន់ជាប់នៅផ្កាឈូកក្រហមហោះចុះមកអំពីភ្នំមាសនោះដោយមានក្រុមអ្នកភ្លេងនិងអ្នកចម្រៀងប្រគំបទថ្វាយព្រះពរហែហោមយ៉ាងកក្រឹកកក្រែងតាមមកជាមួយផងពេលចុះមកជិតដល់ដំរីសនោះក៏ដើរសន្សឹមតម្រង់ទៅកាន់ព្រះនាងទេវីដែលកំពុងតែផ្ទុំនៅក្នុងប្រាសាទមាសនោះដំរីសបានដើរប្រទក្សិណ3ជុំមុននឹងដាក់ផ្កាឈូកក្រហមនោះចូលទៅក្នុងព្រះគភ៌របស់ព្រះនាងដំរីសក៏ហាក់ដូចជាដើរចូលទៅក្នុងឧត្តរប្រទេសខាងស្ដាំរបស់ព្រះនាងទេវីដែរក្នុងគ្រានោះឯងព្រះនាងហាក់ដូចជាមានភាពសុខស្រួលនៅក្នុងព្រះចិន្តាកើតមានសេចក្តីរីករាយយ៉ាងខ្លាំងព្រះនាងមិនបានចាប់អារម្មណ៍ថាមានការពិបាកភិតភ័យឬក៏ឈឺចុកចាប់អ្វីសោះឡើយបន្ទាប់ពីនោះមកព្រះនាងទេវីក៏តើនឡើងដោយមានព្រះហឫទ័យសោមនស្សរីករាយនៅក្នុងបរមសុខពេលយាងចុះពីព្រះទែនបន្ទុំមកព្រះនាងនៅតែឮសូរសំឡេងដូរតន្ត្រីនៃសុបិនខ្ទរមិនដាច់សូរនៅក្នុងព្រះសោតាដោយមិនចង់សំងំលាក់ទុករឿងនេះដល់ថ្ងៃស្អែកឡើយព្រះនាងបានយាងទៅបង្គំគាល់សួរព្រះបាទសុទ្ធោទនៈជាព្រះស្វាមីនៅរឿងសុបិននិមិត្តដ៏ចម្លែកអស្ចារ្យនេះភ្លាមព្រះរាជាទ្រង់កោតស្ញប់ស្ញែងនៅរឿងសុបិនដ៏ចម្លែកនេះណាស់
លុះព្រឹកស្អែកឡើងព្រះរាជាទ្រង់ត្រាស់បញ្ជាឲ្យរាជបុរសទៅអញ្ជើញអស់ពួកព្រាហ្មណ៍មកគន់គូកាត់សពនោះថាតើមានន័យយ៉ាងណាដែរពួកព្រាហ្មណ៍សោតក៏ទូលនៅទំនាយតាមប្រការដូចតទៅនេះថាបបិទ្ធព្រះសមត្ថិទេពព្រះអង្គម្ចាស់ក្សត្រីនឹងប្រសូតបានបុត្រាមួយព្រះអង្គដែលនឹងប្រែទៅជាអ្នកដឹកនាំព្រះរាជាណាចក្រដ៏ឆ្នើមហើយព្រះរាជកុមារនឹងមានវាសនាធ្វើជាព្រះចៅអធិរាជដែលមានអធិនុភាពខ្លាំងពូកែអាចដឹកនាំសត្វលោកគ្រប់ទិសទាំង4យ៉ាងល្បីល្បាញឬក៏នឹងប្រែទៅជាមហាសាស្ត្រាចារ្យដ៏កំពូលដែលនឹងអាចដឹកនាំសពសត្វទាំងក្នុងឋានសួគ៌ទាំងក្នុងឋានមនុស្សឲ្យគោរពប្រតិបត្តិតាមព្រហ្មចរិយធម៌បបិទ្ធមហារាជនគររបស់យើងរងចាំអ្នកមានបុណ្យបែបនេះកើតឡើងជាយូរយារណាស់មកហើយព្រះបាទសទ្ធោទនៈទ្រង់ញញឹមតបទៅព្រាហ្មណ៍វិញដើម្បីបង្ហាញនៅការយល់ព្រមបន្ទាប់អំពីបានប្រឹក្សាបដូរព្រះយោបល់និងព្រះអគ្គមហេសីរួចមកព្រះរាជាក៏ទ្រង់បញ្ជាឲ្យគេរើយករបស់ទ្រព្យចេញអំពីឃ្លាំងយកទៅចែកជាទានដល់ប្រជាពលរដ្ឋដែលក្រខ្សត់អត់ឃ្លានទូទាំងប្រទេសការធ្វើដូច្នោះបណ្ដាលឲ្យប្រជាពលរដ្ឋនៅក្នុងនគរដឹងថាព្រះមហាក្សត្រនិងព្រះអគ្គមហេសីនឹងប្រសូតបានបុត្រមួយអង្គនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះព្រះនាងសិរិមហាមេយាជាស្ត្រីប្រកបដោយគុណធម៌ដ៏ធំធេងព្រះនាងមានប្រតិយស្រឡាញ់រាប់អានដល់មនុស្សសត្វទាំងអស់ដោយមិនប្រកាន់ឡើយចប់ចំពុកទី1